សូមស្វាគមន៍មកកាន់កម្មវិធី EduCheck សម្រាប់អាណាព្យាបាលខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការចុះឈ្មោះនិងប្រើប្រាស់កម្មវិធី EduCheck ដើម្បីតាមដានការសិក្សារបស់កូនលោកអ្នកជំហានដំបូងសូមចូលទៅកាន់ Play Store សម្រាប់ទូរស័ព្ទ Android ឬ Apple Store សម្រាប់ទូរស័ព្ទ iPhone ក្នុងឧទាហរណ៍នេះខ្ញុំនឹងបង្ហាញការដំឡើងលើទូរស័ព្ទ Android បន្ទាប់ពីបើក Play Store រួចសូមស្វែងរកពាក្យ EduCheck នៅពេលឃើញ logo កម្មវិធីសូមចុចប៊ូតុង Install ហើយរងចាំរហូតដល់ការដំឡើងបញ្ចប់បន្ទាប់មកសូមបើកកម្មវិធី EduCheck ហើយជ្រើសរើសសាលារៀនដែលកូនលោកអ្នកកំពុងសិក្សាលោកអ្នកអាចជ្រើសរើសបានពីរវិធី Scan QR Code ឬបញ្ចូលលេខកូដសាលាក្នុងករណីមិនមាន QR Code សូមប្រើលេខកូដសាលាដែលសាលាបានផ្ដល់ជូនមានចំនួន4ខ្ទង់បន្ទាប់ពីបញ្ចូលលេខកូដរួចសូមចុចប៊ូតុងចូលប្រើប្រាស់នៅពេលចូលប្រើប្រាស់បានជោគជ័យលោកអ្នកនឹងឃើញមុខងារផ្សេងៗដូចជាប្តូរលេខសម្ងាត់កែប្រែព័ត៌មាននិងមើលរបាយការណ៍សិក្សាឥឡូវនេះខ្ញុំសូមបង្ហាញមុខងារសំខាន់មួយគឺការតាមដានវត្តមាននិងពិន្ទុសិក្សារបស់កូនលោកអ្នកនៅក្នុងផ្ទាំងនេះលោកអ្នកអាចមើលឃើញឆ្នាំសិក្សាចំណាត់ថ្នាក់ប្រចាំខែមធ្យមភាពពិន្ទុនិងចំណាត់ថ្នាក់សិស្សសរុបដើម្បីមើលវត្តមានសិក្សាសូមចុចលើប៊ូតុងវត្តមានលោកអ្នកអាចមើលតាមថ្ងៃដូចជាថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធនិងថ្ងៃប្រហោះដើម្បីដឹងថាកូនលោកអ្នកបានចូលរៀនឬអវត្តមាននៅថ្ងៃណាខ្លះឧទាហរណ៍នេះគឺជាវត្តមានប្រចាំខែខែមករាក្នុងករណីលោកអ្នកចង់ប្តូរលេខសម្ងាត់សូមចុចលើប៊ូតុងប្តូរលេខសម្ងាត់បញ្ចូលលេខសម្ងាត់ចាស់បន្ទាប់មកបញ្ចូលលេខសម្ងាត់ថ្មីហើយចុចបញ្ជាក់ជាការស្រេចសូមអរគុណចំពោះការប្រើប្រាស់កម្មវិធី EduCheck សូមជូនពរឲ្យលោកអ្នកមានបទពិសោធន៍ប្រើប្រាស់ដ៏ល្អនិងអាចតាមដានការសិក្សារបស់កូនលោកអ្នកបានយ៉ាងមានប្រសិទ្ធភាព